សុទ្ធទៀតបងប្អូនបាទសុទ្ធទៀតបាទនៅបាទយុគមិញនេះបងប្អូនយើងបាទគឺរ៉ូណាល់ដូបាទសុទ្ធមកគ្រាប់បាទនៅក្នុងជំនួបបាទទល់នឹងបាទសម្លាញ់ចាស់បងប្អូនយើងបាទគឺបាទកីឡាករបាទ Karim Benzema បាទនៅក្នុងបាទការប្រកួតបាទដែលបាទ Al Nassr បាទបានឈ្នះបាទក្រុមបាទ Al Ittihad គឺបាទ2-0បងប្អូនយើងបាទអញ្ចឹងបាទឃើញថាពូដូបាទនៅតែបង្ហាញបាទនៅបាទគុណភាពល្អមែនទែនបាទសម្រាប់បាទកីឡាករវ័យបាទជ្រេរូបនេះបងប្អូនយើងបាទវ័យចាស់ប៉ុន្តែបាទគុណភាពនៃការលេងបាទគឺមិនទៅតាមវ័យទេបងប្អូនយើងបាទគឺថាកីឡាករបាទក្មេងៗមួយចំនួននោះគឺបាទសុំខ្លាចហើយបាទសម្រាប់បាទខ្លាចចាស់បាទរ៉ូណាល់ដូបាទអញ្ចឹងបាទសម្រាប់បាទក្រុមបាទ Al Nassr បាទក្នុងការបាទចាប់ផ្ដើមប្រដៅការថ្មីនេះបាទគឺបាទ4ប្រកួតបងប្អូនយើងបាទគឺមិនទាន់បាទស្គាល់ពាក្យថាចាញ់ទេបាទអញ្ចឹងបាទសម្រាប់បាទការចាប់ផ្ដើមបាទនៅ Saudi Pro League បងប្អូនយើងបាទពិតជាល្អមែនទែនបាទ4ប្រកួតបាទគឺ12ពិន្ទុពេញបាទសម្រាប់បាទក្រុមបាទ Al Nassr បាទអញ្ចឹងយើងសង្ឃឹមថាបាទសម្រាប់រដូវកាលនេះបាទក្រុម Al Nassr នឹងអាចមានឱកាសបាទក្នុងការបាទក្រងបាទនៅបាទជើងឯកបាទនៃបាទពានរង្វាន់បាទ Saudi Pro League បាទព្រោះថាបាទតាំងតែពីពូដូទៅបាទអារ៉ាប់បាទ2-3ឆ្នាំហើយបាទគឺបាទ Al Nassr មិនទាន់បានឈ្នះពានណាមួយបាទធំដុំទេសម្រាប់បាទក្រុមមួយនេះបាទព្រោះថាបាទ Al Nassr បានចំណាយលុយបាទច្រើនមែនទែនបងប្អូនយើងបាទក្នុងការបាននាំយកកីឡាករបាទឆ្នាំបាទតែក្រុមបាននៅតែមិនទាន់បាទឈ្នះពានបាទណាមួយធំដុំបាទអញ្ចឹងមកជូនពរសម្រាប់ឆ្នាំនេះបាទ Al Nassr នឹងអាចធ្វើបានល្អបាទក្នុងការបាទឈ្នះពានលីកកំពូលបាទ Saudi Pro League បងប្អូនយើងបាទអរគុណ